ថ្ងៃនេះយើងមកធ្វើពងមាន់អាំងឆ្នាំងគ្រាន់តែឃើញនឹងថាទំនងមែនទែនបានធំចេះមកដាក់តែ1តែ2អីឆ្អែតតែម្ដងអស់10 20គ្រាប់អីថាមិនដឹងខ្លួនតែម្ដងវិធីធ្វើនឹងក៏ងាយស្រួលទៀតគ្រាន់តែយកពងមាន់មកគោះមកដាក់ឆ្នាំងដាក់អីចេះមកត្រៀមថែមតែគ្រឿងតិចតួចរួចជាស្រេចហើយពងមាន់នេះបើបានពងមាន់ស្រែវិញអូយ10 20គ្រាប់មិនដឹងនៅណាទេនេះហើយគ្រាន់តែឃើញការអាំងកាអីមកអូយថាមើលទៅទុនថនជាតិនោះជាតិបើបានពងមាន់ជាប់ភ្នៅចេះទៀតថានិយាយពីឆ្ងាញ់ហើយបើបងប្អូនចូលចិត្តអីបែបណាឆ្អិនអីយ៉ាងហ្នឹងយើងដាក់តាមលៃតាមហ្នឹងទៅនេះហើយខ្ញុំគ្រាន់តែឃើញហ្នឹងថាអូយស្រក់ទឹកមាត់ច្រោកតែម្ដងញ៉ាំអស់តែមួយចានមួយឆ្នាំងហ្នឹងគឺត្រូវតែម្ដងហើយឥឡូវនេះមើលមកអូយថាយើងជានេះដល់វាឆ្អិនទៅយើងដាក់អញ្ចេះមកថាអូយតុនថលខ្ទិះជាតិតែម្ដងហើយវិធីធ្វើហ្នឹងក៏ងាយស្រួលទៀតពុកម៉ែបងប្អូនអត់មានអីពិបាកទេជាដំបូងហ្នឹងយើងត្រូវមានពងមាន់បើបានពងមាន់ស្រែពងមាន់អីទៀតហ្នឹងថារឹតវិជាតិយើងគោះដាក់ចូលផ្ទះដាក់ចូលអីចេះមកថែមតែម្សៅស៊ុបម្សៅអីចេះមកមានជាតិយកទៅណាអស់ពងមាន់បានពងមាន់ស្រែយើងថែមម្សៅស៊ុបថែមអីចេះហើយយើងកូរឲ្យវាច្របល់ចូលជាតិទៅបន្ទាប់មកយើងចាប់ផ្ដើមដាក់ឆ្នាំងរបស់យើងហ្នឹងមកដាក់អាំងដាក់អីដាក់ប័រទៅដើម្បីលាបឲ្យវាមានជាតិមានអីនៅក្នុងហ្នឹងដើម្បីកុំឲ្យពេលអាំងហ្នឹងវាជាប់ជាមួយនឹងឆ្នាំងហើយម្យ៉ាងទៀតវាបានរសជាតិឈ្ងុយចេញពីប័រវាបានជាតិចេញពីប័រអីទៀតមករឹតតែអែមហើយឆ្នាំងនេះពុកម៉ែបងប្អូនឃើញហ្នឹងគេអាំងអស់1អស់2ហើយគ្រាន់តែមិនទាន់បានថតហ្នឹងចែកគ្នាហូបអស់លេងហើយឥឡូវយើងមកចាប់ថាដាក់អាំងឆ្នាំងទី3តែម្ដងដាក់ប័រដាក់អីចេះមកយើងកូរឲ្យប័រហ្នឹងរលាយឲ្យសព្វសិនបន្ទាប់មកបានយើងយកពងមាន់របស់យើងដែលបានកន្លុកហ្នឹងគឺដាក់ចូលទៅក្នុងឆ្នាំងហ្នឹងមកនេះដាក់ចឹងមកឲ្យបងប្អូនបើកភ្លើងហឹមតិចទៅដើម្បីឲ្យថាពងមាន់យើងឆ្អិនសព្វហើយដើម្បីកុំឲ្យខ្លោចនៅខាងក្រោមហ្នឹងហើយយើងបើកភ្លើងតិចប៉ុណ្នេះមកឥឡូវនេះខ្ញុំដាក់ប៉ុណ្ណេះទៅព្រោះនេះខ្ញុំចូលចិត្តជាប់ភ្នៅបើបងប្អូនចង់បានឆ្អិនលើហ្នឹងយើងបន្ថែមឲ្យបានឆ្អិនជាងហ្នឹងទៀតមកហើយគ្រាន់តែឃើញហ្នឹងថាអូយឈ្ងុយប័រផងឈ្ងុយពងមាន់ផងហើយគ្រាន់តែឃើញហ្នឹងលេបទឹកមាត់តែម្ដងថាបានដាក់ម្ទេសជ្រក់ជាមួយនឹងខ្ទឹមអីទៀតអាហ្នឹងក៏រឹតតែត្រូវទៅទៀតតែថ្ងៃនេះយើងអត់បានដាក់ម្ទេសជ្រក់អីទេយើងដាក់ជាមួយនឹងទឹកម្រេចហើយទឹកម្រេចហ្នឹងក៏មិនបានថតវិធីធ្វើអីទៀតយើងគ្រាន់តែដាក់អំបិលស្ករប៊ីចេងច្បាស់ជាមួយក្រូចឆ្មាទៅភ្លក់រសជាតិសមល្មមទៅគឺរួចជាស្រេចហើយនេះយើងមកធ្វើពងមាន់យើងនឹងកំពុងតែដាក់អាំងបារាកំពុងតែឆ្កឹះឲ្យថាវាចេញមកនៅពេលដែលដាក់ចានបានកំពុងល្អហើយបានជាប់ភ្នៅជាប់អីចេះទៀតមកថាអូយឆ្ងាញ់មែនតែនហើយយើងណេះដួសដាក់ចានមកមួយចានពេញបឹបតែម្ដងពងទា4 10គ្រាប់ហ្នឹងត្រូវតែម្ដងហើយបន្ថែមជាមួយទឹកម្រេចទឹកអីចេះមកថារឹតតែឆ្ងាញ់ទៅទៀតគ្រាន់តែឃើញហ្នឹងហត់ថាមានកម្លាំងព្រឹសតែម្ដងហើយបើពុកម៉ែបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយ Subscribe ជួយ Like Channel YouTube របស់នាងខ្ញុំផងឈ្មោះអ៊ុំចាណេតក៏ដូចជា Follow Facebook Page និង TikTok ថាកលេចមកខាងពងមាន់អាំងយើងវិញថាអូយតុនថលជាតិប័រជាតិអីនឹងដាក់មកខ្ទិះតែម្ដងញ៉ាំទៅជក់មាត់មែនតែនអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់ជម្រាបលា